Hai khơi kỳ lên Minecraft smooth trong lên smooth đôi kê đá đo mà lênខ្លួនឯងតាក់ប្របាក់លេងមែនតើចឹងថ្ងៃនេះខ្ញុំណែនាំmod ចំនួន2សម្រាប់ជួយទៅដល់ Minecraft អ្នកទាំងអស់គ្នាលេង smooth លើមកមើល mod ទី1សិនចាំមើលតើវាផ្ដល់ជំនួយអ្វីខ្លះអត្ថប្រយោជន៍របស់វានោះគឺវាកាត់ជាមួយនឹង effect អីផ្សេងគឺថាវាដកចេញហ្មងបានន័យថា mod នេះវាកាត់ effect ទាំងអស់ដើម្បីឲ្យ Minecraft របស់យើង smooth អ្នកនរគ្នាអាចមើលបានគឺថា effect អីគឺថាអត់មានទេហើយនេះមើលយើងជីកដីគឺថា smooth មែនតើអត់មាន effect អីញ៉ៃចឹងហើយធ្វើឲ្យ Minecraft របស់យើងស្រួលលេងមែនតើអ្នកនរគ្នាមើលការជាក់ស្ដែងបាននៅពេលដែលខ្ញុំកាត់ថ្មទៅគឺថាវាអត់មាន effect អីញ៉ៃមកបាំងទេជារួមទៅគឺថាវាកាត់ជាមួយ effect របស់យើងដើម្បីឲ្យ Minecraft របស់យើងលេងទៅ smooth ស្រួលលេងជាងមុនខ្ញុំមានអារម្មណ៍ថាខ្ញុំដាក់ mod នេះហើយគឺថាស្រួលលេងជាងមុនឆ្ងាយខ្លាំងមែនតើហ្មងណា mod ទី1របស់យើងមានប៉ុណ្្នឹងឯងបើសិនជាអ្នកនរគ្នាចង់ down link នៅក្នុង channel Telegram តោះឥឡូវយើងចូលទៅកាន់ mod ទី2ចូលមកកាន់ mod ទី2វាមិនខុសគ្នាអីប្រហែលទេវាជា mod ជំនួយឲ្យ Minecraft របស់យើង smooth ដូចតែគ្នាហ្នឹងតែវាខុសគ្នាមួយចំនួនតិចតួចអ្នកនរគ្នាមើលដីទៅគឺថាវាខុសពី mod មួយទៀតដីវាមិនមែនចឹងទេចឹងគឺថា mod ហ្នឹងគឺដីខុសគ្នាហើយចំពោះ effect អីគឺថាវាកាត់អីដូចតែគ្នាឯងហ្នឹងហើយ smooth មែនតើហ្មងវា clear effect ឲ្យយើងបានល្អមែនតើអញ្ចឹងហើយជំនួយឲ្យ Minecraft របស់យើងលេង smooth មែនតើហ្មងណាខ្ញុំមានអារម្មណ៍ថា smooth ចឹងមានអារម្មណ៍ថាញៀនក្នុងការលេង Minecraft មែនតើម៉ូបមួយនេះបានបន្ថែមជាមួយនឹងកន្លែងក្រាបឲ្យយើងគឺថាក្រាបឲ្យវ៉ាន់លឿនមែនតើអ្នកនរគ្នាអាចមើលបានគឺចុចតាសញ្ញាព្រួយនោះមកគឺថាយើងក្រាបឲ្យវ៉ាន់មកលឿនតែម្ដងថ្ងៃហ្នឹងមានតែពីរ mob នឹងឯងគ្នាអាចចូលទៅក្នុង channel Telegram របស់ខ្ញុំ download បានដែលខ្ញុំបានដាក់ link channel Telegram download នៅក្នុង YouTube បើសិនជាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចឲ្យបេះដូងម្នាក់មួយផង